ពិតនឹងត្រូវលាតត្រដាងឬក៏ត្រូវបិទបាំងក្រោមឥទ្ធិពលអ្វីម្យ៉ាងជញ្ជីងយុត្តិធម៌និងស្រមោលនៃមន្ទិលសង្ស័យជីវិតមនុស្សមិនមែនសម្រាប់ដោះដូរនឹងលុយចំនួន$20,000អាមេរិកនោះទេនេះគឺជាសម្រែកទាមទារយុត្តិធម៌ដែលកំពុងតែលាន់ឮកងរំពងពាសពេញបណ្ដាញសង្គមបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវបានឈានទៅដល់ដៃតំណាងអัยការនៅព្រឹកថ្ងៃទី23ខែមិនិនាឆ្នាំ2026នេះគណៈដែលកូនប្រុសរបស់លោកអភិបាលស្រុកកងមាសនិងអ្នកបើកបរកំពុងតែស្ថិតនៅក្រោមការស៊ើបសួរយ៉ាងដិតដល់សំណួរដ៏ធំដែលបងប្អូនមហាជនកំពុងតែវិភាគវែកញែកនោះគឺថាតើតម្លាភាពនិងភាពត្រឹមត្រូវនៃច្បាប់អាចជំរះមន្ទិលសង្ស័យជុំវិញការបដូរខោនិងអ្នកបើកបរជំនួសបានដែរឬទេតំណាងអัยការបានបើកការស៊ើបសួរអ្នកបើកបររថយន្តបង្កនិងកូនប្រុសលោកអភិបាលស្រុកកងមាសពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវដែលកំពុងតែคล้ายទៅជាប្រធានបទដ៏ក្តៅគគុកនិងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់បងប្អូនមហាជនអ្នកលេងបណ្ដាញសង្គមនៅព្រឹកថ្ងៃទី23ខែមិនិនាឆ្នាំ2026នេះបន្ទាប់ពីសមត្ថកិច្ចនៃស្នងក្រថានគរបាលរាជធានីភ្នំពេញបានបញ្ចប់នីតិវិធីដំបូងនិងបានបញ្ជូនខ្លួនជនពាក់ព័ន្ធទៅកាន់សាលាដំបងរាជធានីភ្នំពេញតំណាងអัยការអមសាលាដំបងរាជធានីភ្នំពេញបានចាប់ផ្ដើមបើកការស៊ើបសួរលើអ្នកបើកបររថយន្តបង្កនិងកូនប្រុសលោកអភិបាលស្រុកកងមាសខេត្តកំពង់ចាមពាក់ព័ន្ធទៅនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយដែលបានបុកអូសជាច្រើនម៉ែត្របណ្ដាលឲ្យអ្នកដំណើរម្នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវបើតាមការបញ្ជាក់ពីមន្ត្រីសាលាដំបងរាជធានីភ្នំពេញបានឲ្យដឹងថាបច្ចុប្បន្នតំណាងអัยការកំពុងបន្តនីតិវិធីស៊ើបសួរយ៉ាងម៉ត់ចត់ដើម្បីប្រមូលភស្តុតាងនិងពិនិត្យអង្គហេតុជាក់ស្ដែងទាំងអស់មុនពេលធ្វើការសម្រេចចិត្តណាមួយមន្ត្រីដដែលបានបន្ថែមទៀតថានៅពេលនេះមិនទាន់អាចបញ្ជាក់អំពីចំណាត់ការផ្លូវច្បាប់ច្បាស់លាស់នៅឡើយទេប៉ុន្តែតាមនីតិវិធីប្រសិនបើតំណាងអัยការវាយតម្លៃឃើញថាជនសង្ស័យទាំងពីរនាក់មានពិរុទ្ធភាពនោះនឹងត្រូវធ្វើការចោទប្រកាន់ជាផ្លូវការតាមបញ្ញត្តិនៃច្បាប់ព្រហ្មទណ្ឌហើយបន្តបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់វិធានការបន្តតាមច្បាប់គួររំលឹកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅយប់ថ្ងៃទី18ខែមិនិនាឆ្នាំ2026នៅតាមបណ្ដោយផ្លូវលេខ1711ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ6ខណ្ឌឫស្សីកែវរាជធានីភ្នំពេញនៅក្នុងហេតុការណ៍នោះរថយន្តបង្កដែលមានម៉ាក Forting ពាក់ស្លាកលេខកម្ពុជា PN7 បានបើកបុកជាមួយនឹងម៉ូតូមួយគ្រឿងមានម៉ាក Honda Today ពាក់ស្លាកលេខភ្នំពេញ 1J4604 ដែលបណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមក្រោយពេលកើតហេតុភ្លាមបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរទីតាំងនោះបាននាំគ្នាចោមរោមប្រមូលផ្ដុំនិងបានបង្ហាញអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំងដោយមិនអនុញ្ញាតឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តចេញពីទីកន្លែងកើតហេតុភ្លាមនោះទេដោយទាមទារឲ្យរងចាំសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះមកដល់ជាមុនសិនស្ថានភាពនៅទីនោះបានคล้ายជាភាពតានតឹងមួយរយៈពេលដោយសារតែការខឹងសម្បារពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ដោយផ្ទាល់ជាមួយគ្នានោះផងដែរតាមការរាយការណ៍ពីអ្នកដែលស្ថិតនៅក្នុងហេតុការណ៍បានប្រាប់ឲ្យដឹងថាបរិសម្នាក់ដែលគេស្គាល់ថាជាកូនប្រុសរបស់លោកអភិបាលស្រុកកងមាសខេត្តកំពង់ចាមបានស្ថិតនៅក្នុងស្ថានភាពស្រវឹងជោគជាំហើយបាននិយាយពាក្យមិនសមរម្យមួយថាបើងាប់សង$20,000ដែលពាក្យនេះបានបង្កឲ្យប្រជាពលរដ្ឋនៅទីនោះកាន់តែខឹងសម្បារនិងមិនអាចទប់អារម្មណ៍បានហើយបាននាំគ្នាធ្វើសកម្មភាពវាយសម្ពងទៅលើជនបង្កបណ្ដាលឲ្យរងរបួសបែកក្បាលមុនពេលដែលសមត្ថកិច្ចអន្តរាគមន៍បង្ការយ៉ាងណាមិញនៅថ្ងៃទី21ខែមិនិនាឆ្នាំ2026ស្នងក្រថាននគរបាលរាជធានីភ្នំពេញបានចេញមុខបកស្រាយនិងបង្ហាញជាវីដេអូកាមេរ៉ាសុវត្ថិភាពដើម្បីបំភ្លឺជូនបងប្អូនម
ហាជនដោយបានបញ្ជាក់ថាកូនអភិបាលស្រុកកងមាសមិនមែនជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់នោះទេតាមរយៈផុសតាងពីកាមេរ៉ាសុវត្ថិភាពអ្នកបើកបរពិតប្រាកដគឺជាស្ត្រីម្នាក់ដែលបានបើករថយន្តនៅពេលកើតហេតុខណៈបរិះខាងលើស្ថិតនៅក្នុងស្ថានភាពស្រវឹងខ្លាំងមិនអាចបើកបរបាននោះឡើយលោកឧត្តមស្នេហ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថាមុនពេលកើតហេតុកូនលោកអភិបាលស្រុកបានចេញពីកន្លែងផឹកស៊ីមួយកន្លែងនៅក្នុងខណ្ឌសែនសុខស្ថិតនៅក្នុងស្ថានភាពស្រវឹងហើយត្រូវបានមិត្តភ័ក្តិឬអ្នកនៅជាមួយគ្នាជួយគ្រាដាក់ក្នុងរថយន្តខណៈស្ត្រីដែលទៅជាមួយគ្នាបានចូលកាន់ចង្កូតបើកបរហើយបន្តដំណើររហូតដល់កើតមានគ្រោះថ្នាក់ដោយបានរាយការណ៍ខាងលើបើទោះបីជាមានការបកស្រាយពីសំណាក់សមត្ថកិច្ចក៏ដោយករណីនេះនៅតែបន្តការរិះគន់និងការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម Facebook មតិសាធារណៈមួយចំនួនបានលើកឡើងថាអាចមានការចេញមុខទទួលខុសត្រូវជំនួសគ្នាដោយយោងទៅលើភាពមិនប្រក្រតីមួយចំនួនដែលបានឃើញនៅក្នុងរូបភាពនិងវីដេអូដែលត្រូវបានផ្សព្វផ្សាយជាក់ស្ដែងមានការចាប់អារម្មណ៍លើការផ្លាស់ប្ដូរខ្លះៗនៃសម្លៀកបំពាក់ដោយគេបានសង្កេតឃើញថាមុនពេលបើកបរបុរសរូបនោះមានពាក់ខ្សែដៃនិងស្លៀកខោពណ៌ខៀវក៏ប៉ុន្តែក្រោយពេលកើតហេតុបែរជាស្លៀកខោពណ៌ខ្មៅនិងមិនមានខ្សែដៃទៀតដែលបង្កឲ្យមានជាសំណួរនិងការសង្ស័យពីសំណាក់បងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនទោះជាយ៉ាងណាករណីនេះកំពុងតែស្ថិតនៅក្រោមការស៊ើបសួររបស់តំណាងអัยការហើយសាធារណជនក៏កំពុងតែរងចាំលទ្ធផលនៃការសម្រេចចិត្តផ្លូវច្បាប់ដើម្បីបង្ហាញការពិតនិងផ្ដល់ជូននៅយុត្តិធម៌ដល់ជនរងគ្រោះក្នុងករណីនេះមិនមែនគ្រាន់តែជាករណីគ្រោះថ្នាក់ចរាចរណ៍ធម្មតាប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសាកល្បងទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជាតាមរយៈចំណុចគន្លឹះ3យ៉ាងទី1ភាពត្រឹមត្រូវនៃភស្តុតាងតម្លាភាពស៊ើបអង្កេតបើទោះបីជាមានការបង្ហាញវីដេអូពីកាមេរ៉ាសុវត្ថិភាពពីសំណាក់សមត្ថកិច្ចក៏ដោយប៉ុន្តែការកត់សម្គាល់របស់មហាជនជុំវិញការផ្លាស់ប្ដូរសម្លៀកបំពាក់របស់ជនពាក់ព័ន្ធគឺជាចំណុចសង្ស័យដែលតុលាការត្រូវតែបកស្រាយឲ្យបានដាច់ស្រឡះប្រសិនបើមានការដោះដូរអ្នកបើកបរដើម្បីគេចវេះពីទោសទណ្ឌមែននោះវានឹងคล้ายទៅជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរនិងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នរដ្ឋចំណុចទី2ឥទ្ធិពលនិងអំណាចសមភាពចំពោះមុខច្បាប់កាលដែលជនពាក់ព័ន្ធគឺជាកូនមន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានបានធ្វើឲ្យសាធារណជនតាមដានយ៉ាងស្អិតរមួតយុត្តិធម៌សង្គមនឹងកើតមានទៅបានលុះត្រាណាតែច្បាប់ត្រូវបានអនុវត្តដោយស្មើភាពមិនថាជនបង្កជាកូនអ្នកមានអំណាចឬជាបរិវត្តសាមញ្ញនោះឡើយពាក្យសម្ដីមើលងាយតម្លៃជីវិតមនុស្សបើងាប់សង$20,000គឺជាការដុតបញ្ឆេះកំហឹងសង្គមដែលតុលាការត្រូវតែពិចារណាលើផ្នែកសិលធម៌និងចេតនាបង្កនៅក្នុងសំណុំរឿងនេះចំណុចទី3ការទទួលខុសត្រូវនិងសិលធម៌គ្រួសារមន្ត្រីសាធារណៈគឺជាគំរូកាយវិការនិងសកម្មភាពរបស់សមាជិកគ្រួសារមន្ត្រីចេះឥទ្ធិពលផ្ទាល់ដល់តម្លៃនៃរដ្ឋបាលសាធារណៈការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនិងការប្រើពាក្យសម្ដីអសុរោះគឺជាការខ្វះការទទួលខុសត្រូវសង្គមយ៉ាងធ្ងន់ធ្ងរដែលទាមទារឲ្យមានការអប់រំនិងការដាក់ទណ្ឌកម្មតាមច្បាប់ជាធរមានដើម្បីបង្ការកុំឲ្យមានវប្បធម៌អាងអំណាចនិងអាងទឹកប្រាក់នៅកម្ពុជាបន្តទៀតជាសរុបមកតុលាការគឺជាទីបង្អែកចុងក្រោយនៃយុត្តិធម៌សាធារណជនមិនចង់ឃើញត្រឹមតែការបកស្រាយទេប៉ុន្តែចង់ឃើញការពិតដែលផ្អែកលើវិទ្យាសាស្ត្រនិងភស្តុតាងដែលមិនអាចប្រកែកបានដើម្បីផ្ដល់នូវភាពកក់ក្ដៅជូនដល់ជនរងគ្រោះនិងសង្គមជាតិទាំងមូលតើប្រិយមិត្តលោកស្រីយល់យ៉ាងណាដែរចំពោះចំណាត់ការនេះតើវីដេអូបកស្រាយរបស់សមត្ថកិច្ចគ្រប់គ្រាន់សម្រាប់ជំរះមន្ទិលរបស់ប្រិយមិត្តហើយឬនៅ